សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទសូណាល់ថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកពីចំណេះដឹងដែលតាក់ទងទៅនឹងការចិញ្ចឹមត្រចៀកកម្មទៅកាន់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះអ្វីដែលខ្ញុំចង់និយាយគឺខ្ញុំនិយាយពីថាតើយើងដើម្បីធ្វើផ្ទះត្រចៀកកម្មឲ្យមានឱកាសជោគជ័យខ្ពស់ថាយើងត្រូវឈរលើគោលការណ៍ប៉ុន្មានចំណុចហើយបើសម្រាប់ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលមានបទពិសោធន៍ធ្វើផ្ទះត្រចៀកកម្មតាំងពីឆ្នាំ2009មកទល់នឹងពេលនេះហ្នឹងដើម្បីឲ្យយើងមានឱកាសជោគជ័យខ្ពស់នៅក្នុងរបរចិញ្ចឹមត្រចៀកកម្មគឺយើងត្រូវឈរលើគោលការណ៍ចំនួន4ចំណុចគោលការណ៍សំខាន់ទី1គឺការជ្រើសរើសតំបន់ឲ្យបានល្អអញ្ចឹងយើងប្រកាសជាឆ្ងល់ថាតើតំបន់យ៉ាងម៉េចដែលយើងចាត់ទុកជាតំបន់ដែលល្អសម្រាប់ធ្វើមុខរបរចិញ្ចឹមត្រចៀកកម្មនេះតំបន់ដែលល្អសម្រាប់ធ្វើផ្ទះត្រចៀកកម្មគឺជាតំបន់ដែលមានសត្វត្រចៀកកម្មច្រើនប្រភេទមានទឹកមាត់នឹងច្រើនហើយអត់សូវមានអ្នកធ្វើព្រោះបើសិនជាអ្នកអត់ស្គាល់អញ្ចឹងយើងអាចយល់ច្រឡំទៅនឹងប្រភេទត្រចៀកកម្មផ្សេងទៀតព្រោះត្រចៀកកម្មនៅស្រុកខ្មែរយើងមានរហូតដល់6ប្រភេទហើយមានតែមួយប្រភេទគត់ដែលមានទឹកមាត់ហើយប្រភេទដែលមានទឹកមាត់ហ្នឹងគេហៅថា Aerodramus fucipagus ហើយដើម្បីឲ្យយើងដឹងថាតើតំបន់ហ្នឹងវាមានត្រចៀកកម្មប្រភេទមានទឹកមាត់ហ្នឹងអត់គឺច្បាស់លាស់មែនតើគឺយើងមានតែតាមរយៈការធ្វើតេស្តទេហើយការធ្វើតេស្តនឹងទៀតសោតយើងត្រូវធ្វើតេស្តឲ្យចំម៉ោងចំពេលវេលាទើបយើងឃើញលទ្ធផលល្អការធ្វើតេស្តដែលល្អគឺយើងធ្វើតេស្តនៅវេលាព្រឹកពីម៉ោង7ព្រឹកទៅដល់ថាម៉ោង8ព្រឹកហើយបើល្ងាចចន្លោះពីម៉ោង4ទៅដល់ម៉ោងត្រឹម5ល្ងាចអាហ្នឹងបើសិនជាយើងធ្វើតេស្តយើងយកឧបករណ៍សំឡេងរបស់យើងទៅចាក់សំឡេងដើម្បីធ្វើតេស្តហើយបើសិនជាយើងឃើញមានសត្វត្រចៀកកម្មមកហោះលេងព័ទ្ធជុំវិញជារៀងរង្វង់មូលណាព័ទ្ធជុំវិញឧបករណ៍ដែលយើងបានចាក់ធ្វើតេស្តហ្នឹងអញ្ចឹងអាហ្នឹងមានន័យថាគឺជាប្រភេទត្រចៀកកម្មដែលមានទឹកមាត់ហើយតែបើសិនជាត្រចៀកកម្មមកដែរតែវានៅឆ្ងាយហើយវាហោះត្រង់ទៅត្រង់មកអាហ្នឹងមិនមែនជាប្រភេទត្រចៀកកម្មដែលមានទឹកមាត់ទេត្រចៀកកម្មប្រភេទដែលមានទឹកមាត់វាប្រកាសជាមួយឆាបហោះវិលព័ទ្ធជុំវិញឧបករណ៍ធ្វើតេស្តរបស់យើងហ្នឹងហើយតំបន់ដែលយើងអាចធ្វើតេស្តហើយយើងឃើញមានសត្វច្រើនហើយអត់សូវមានអ្នកធ្វើមានន័យថាតំបន់ដែលមានសត្វត្រចៀកកម្មប្រភេទមានទឹកមាត់នឹងច្រើនហើយអត់សូវមានអ្នកធ្វើយើងចាត់ទុកជាប្រភេទតំបន់ដែលល្អសម្រាប់ធ្វើផ្ទះចិញ្ចឹមត្រចៀកកម្មហើយបើសិនជាយើងឃើញត្រចៀកកម្មច្រើនមែនក៏ប៉ុន្តែនៅតំបន់ហ្នឹងមានផ្ទះត្រចៀកកម្មច្រើនខ្លាំងពេកអញ្ចឹងការចាប់ផ្ដើមធ្វើផ្ទះត្រចៀកកម្មរបស់យើងនៅតំបន់ហ្នឹងមិនជាជម្រើសដែលល្អទេបើសិនជានៅតំបន់ហ្នឹងមានចាប់ពី10ផ្ទះអីទៅហើយអាហ្នឹងយើងគួរតែស្រែស្រង់លៃរតំបន់ណាដែលមានត្រចៀកកម្មប្រភេទមានទឹកមាត់នឹងច្រើនហើយមានអ្នកធ្វើតិចវិញហើយសម្រាប់តំបន់ដែលធ្វើល្អនឹងទៀតសោតមិនមែនជាតំបន់ដែលស្ងាត់ចងំអត់មានផ្ទះអ្នកភូមិអត់មានផ្ទះអ្នកស្រុកឬក៏ជាតំបន់ភ្នំតំបន់ព្រៃជ្រៅអីទេតំបន់ដែលធ្វើផ្ទះត្រចៀកកម្មល្អមែនតើហ្មងគឺជាតំបន់ដែលនៅតាមភូមិហើយនៅតាមវាលមានផ្ទះអ្នកភូមិខ្លះអត់មានខ្លះបើសិនជាយើងធ្វើនៅតំបន់ដែលមានមនុស្សច្រើនខ្លាំងពេកក៏វាអត់ល្អដែរព្រោះនៅពេលដែលយើងបើកសំឡេងយើងបើកអីទៅអាចជាការរំខានដល់អ្នកដែលនៅជុំវិញហ្នឹងអញ្ចឹងប៉ុន្តែបើសិនជាយើងធ្វើនៅតំបន់ដែលស្ងាត់ខ្លាំងពេកវាប្រកាសជាសម្បូរទៅដោយសត្វរំខានជាពិសេសដូចជាតំបន់ចំការធំតំបន់ស្ងាត់តំបន់ព្រៃឬក៏តំបន់ដែលមានព្រៃស្រោងក្រាស់ហើយដើមឈើធំហ្នឹងអាហ្នឹងមិនមែនជាតំបន់ដែលល្អសម្រាប់ធ្វើផ្ទះត្រចៀកកម្មទេចឹងតំបន់ដែលល្អសម្រាប់ធ្វើផ្ទះត្រចៀកកម្មគឺជាតំបន់ដែលមានសត្វត្រចៀកកម្មប្រភេទមានទឹកមាត់នឹងច្រើនហើយតំបន់នេះឆ្លាស់មានផ្ទះអ្នកភូមិខ្លះអត់ខ្លះហើយបន្ទាប់ពីយើងធ្វើតេស្តទៅមានន័យថាមានប្រភេទត្រចៀកកម្មដែលមានទឹកមាត់នឹងច្រើនហើយអត់ទាន់សូវមានអ្នកធ្វើផ្ទះចិញ្ចឹមត្រចៀកកម្មអាហ្នឹងយើងចាត់ទុកជាប្រភេទតំបន់ដែលល្អបំផុតសម្រាប់ធ្វើផ្ទះត្រចៀកកម្មហើយព្រោះថានៅពេលដែលមានផ្ទះត្រចៀកកម្មច្រើនមែនតើយើងចាប់ដើមក្រោយគេសត្វវារៀងកំណើនសត្វដែលមកនៅផ្ទះយើងហ្នឹងគឺវារៀងយឺតដែរអញ្ចឹងបានយើងត្រូវជ្រើសរើសតំបន់ណាដែលមានសត្វច្រើនហើយមានអ្នកធ្វើផ្ទះចិញ្ចឹមត្រចៀកកម្មនឹងតិចតែធ្វើឲ្យផ្ទះត្រចៀកកម្មរបស់យើងមានកំណើនសត្វលឿនបាទហើយនេះគឺជាចំណុចសំខាន់ទី1អញ្ចឹងបញ្ជាក់ឡើងវិញចំណុចសំខាន់ទី1គឺការជ្រើសរើសតំបន់ឲ្យបានល្អចំណុចសំខាន់ទី2គឺការសាងសង់អគារបច្ចេកទេសនៃការសាងសង់អគារឲ្យបានត្រឹមត្រូវព្រោះនៅពេលដែលយើងមានបច្ចេកទេសសង់អគារឲ្យបានត្រឹមត្រូវអញ្ចឹងធ្វើឲ្យផ្ទះរបស់យើងមានសីតុណ្ហភាពសមរម្យមានសំណើមសមរម្យមានពន្លឺត្រឹមត្រូវតាមអ្វីដែលសត្វចូលចិត្តនៅមានច្រកសត្វចូលស្រួលដែលធ្វើឲ្យសត្វចូលចិត្តនៅអានឹងក៏ធ្វើឲ្យកំណើនសត្វរបស់យើងវាលឿនទៅតាមនឹងដែរ
ចូលដល់ចំណុចសំខាន់ទី3គឺការបំពាក់ឧបករណ៍និងរៀបចំឧបករណ៍ឲ្យបានត្រឹមត្រូវទៅតាមតម្រូវការដែលវិជ្ជាកម្មចូលចិត្តយើងដឹងថាវិជ្ជាកម្មវាចូលចិត្តអីនៅពេលណានៅរដូវណាអញ្ចឹងយើងត្រូវរៀបចំឲ្យឧបករណ៍ទាំងអស់ហ្នឹងឲ្យបានល្អឲ្យបានត្រឹមត្រូវអាហ្នឹងក៏ជាការតាក់ទាញសត្វមួយចំណែកដែរហើយចំណុចសំខាន់ទី4គឺការមើលថែផ្ទះជាកម្មព្រោះផ្ទះជាកម្មនៅពេលដែលយើងធ្វើឲ្យភ្លាមហ្នឹងជាពិសេសផ្ទះថ្មីគឺយើងអាចទុកចោលបានទេយើងអាចនិយាយថាអូធ្វើផ្ទះជាកម្មចាក់សម្លេងហើយបើកតែសម្លេងទៅយើងទុកចោលទៅចាំមួយឆ្នាំ2ឆ្នាំក្រោយបើយើងមកប្រមូលផលគឺអត់បានទេធ្វើបែបហ្នឹងអញ្ចឹងផ្ទះសម្រាប់ផ្ទះថ្មីគឺយើងត្រូវតែយកចិត្តទុកដាក់ថែទាំវាឲ្យបានខ្លាំងមែនតើហើយការថែទាំផ្ទះជាកម្មហ្នឹងក៏មិនតម្រូវឲ្យយើងទៅអង្គុយចាំមើលថែទាំវា24ម៉ោងរហូតដល់យើងអត់ធ្វើអីកើតទេអញ្ចឹងចំណុចសំខាន់ទី4គឺយើងត្រូវមើលថែទាំមានបច្ចេកទេសមើលថែទាំផ្ទះជាកម្មរបស់យើងឲ្យបានត្រឹមត្រូវអញ្ចឹងបើសិនជាយើងឈរលើគោលការណ៍ទាំង4ចំណុចហ្នឹងយើងនឹងមានឱកាសជោគជ័យខ្ពស់ហើយសម្រាប់វីដេអូមួយនេះគឺយើងនិយាយតែចំណុចសំខាន់ទី1ទេនេះគឺជាវគ្គ1អញ្ចឹងបន្តមកទៀតយើងនឹងចេញវគ្គ2និយាយពីចំណុចសំខាន់ទី2គឺបច្ចេកទេសនៃការសាងសង់អគារឲ្យបានត្រឹមត្រូវដើម្បីទាក់ទាញសត្វបាទហើយក៏សូមអរគុណហើយសូមជម្រាបលាហើយបើសិនជាបងប្អូនទាំងអស់គ្នាគិតថាវីដេអូនេះវាមានប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយផ្ដល់ជាកម្លាំងចិត្តតាមរយៈការចុច like ចុច follow page ឬក៏ comment ឬក៏ share ផងបាទអរគុណច្រើនសូមជម្រាបលាហើយជួបគ្នានៅវីដេអូវគ្គ2ទៀតបាទអរគុណច្រើន